ពេលនៅមានការបាញ់គ្នាគេថាមានតកូលហ៊ុនសង្គ្រាមចប់ទេតដកតកូលហ៊ុនចេញបានថៃឈប់ជៀនពៀនដល់មានបត់ឈប់បាញ់គេថាកាត់ដីដូរសន្តិភាពហើយឥឡូវបាញ់ការ5 យប់ 5 ថ្ងៃកាត់ដីម្ដងហើយដូរសន្តិភាពម្ដងហើយមានបត់ឈប់បាញ់ម្ដងហើយនឹងភូមិជោគជ័យព្រៃចានអីនោះអូ3ជាន់អីនោះសាខ្នាតាកបីអានសេះមុំ3អីនោះវាហីនោះដល់ឡា20ថ្ងៃជាងនេះទៀតកាត់ដីទៀតគេជុកកាត់កន្លែងណាវិញបើកាត់កន្លែងនោះទៀតបាននេះថាកាត់ឲ្យគេម្ដងហើយនោះឥឡូវមកកាត់កន្លែងណាទៀតប៉ុន្តែឡាបាញ់គ្នាកាល5 យប់ 5 ថ្ងៃក៏បាញ់កន្លែងនោះដល់បាញ់20ថ្ងៃជាងនេះក៏បាញ់នៅនោះប៉ុន្តែថាកាត់ដីដូរសន្តិភាពកាត់ដីដូរសន្តិភាពបាញ់2 ដងកាត់ដីទាំង2 ដងមើលជួយប្រាប់កាត់កន្លែងណាបើកន្លែងដែលបាញ់គ្នានោះសិតតែកន្លែងដដែលអូយរដ្ឋាភិបាលក្នុងស្រុករដ្ឋាភិបាលលោកហ៊ុនម៉ាណែតនឹងគ្មានលទ្ធភាពដោះស្រាយព្រំដែនទេគឺត្រូវតែបង្កើតរដ្ឋាភិបាលឯករាជ្យ$23បង្កើតរដ្ឋាភិបាលនឹងឲ្យកោះប្រជុំភាគីហត្ថលេខីរបស់$23នឹងទៅដោះស្រាយព្រំដែនបានហើយក៏បង្កើតហើយប្រហែលខែហើយដែរបាទកើតហើយប្រហែលខែមកហើយដល់ឥឡូវនេះគេថាអើយគេត្រូវរៀបចំពីបណ្ដឹងព្រោះការបណ្ដឹងរបស់រដ្ឋាភិបាលតកូលហ៊ុនកាលពីប្រហែលថ្ងៃមុនខ្លាំងខ្លាយទេបណ្ដឹងចំណុចទាំង4មានមុំ3តាកបីផ្សាត់តំនទៅតំនធំនោះអញ្ចឹងមានតែយើងទេរៀបចំពីបណ្ដឹងទៅយកផែនទីរៀបចុះរៀបឡើងសិក្សាពីបណ្ដឹងបានទៅថតមុខតុលាការនៅឡាអេបន្តិចនោះបានទៅយកផែនទីនៅបណ្ណាល័យសហរដ្ឋអាមេរិកបន្តិចនោះហើយក៏វាស្ងាត់មកទល់ឥឡូវទៅហើយថាបង្កើតដើម្បីដោះស្រាយព្រំដែននោះវាបង្កើតទៅហើយមិនក៏មិនខំដោះស្រាយព្រំដែនទៅមួយថ្ងៃឃើញតែរឿងតកូលហ៊ុនឃើញតែរឿងរដ្ឋាភិបាលឃើញតែរឿងអ្នកនេះរឿងអ្នកនោះចុះអាផែនការថាបង្កើតរដ្ឋាភិបាលហើយដើម្បីដោះស្រាយព្រំដែននោះវានៅឯណាមិនក៏មិនឃើញធ្វើណាដូចតែបានតែនិយាយទេអីឥឡូវចេញមកកោទោសកោទួយស្អីម៉ែវាណាទេណាកោទៅប៉ុន្តែរឿងថាប្តឹងទៅឡាអេប្តឹងទៅ ICJ អីនោះមិនក៏មិនឃើញប្តឹងណាឬថាមានតែរដ្ឋាភិបាល$23ទេបានមានអត្ថភាពប្តឹងណារដ្ឋាភិបាលលោកហ៊ុនម៉ាណែតនឹងមិនឃើញប្តឹងទេខ្លាំងខ្លាយទេឥឡូវសិក្សាពាក្យប្តឹងដល់ណាហើយគេយកពាក្យប្តឹងចូលទៅដល់ក្នុងតុលាការហើយហ្នឹងថាគេនឹងខ្លាំងខ្លាយគេនឹងបោកប្រជាជនហើយខ្លួនឯងដើរលេលើ3 4 នាក់មុខតុលាការក្បែរលបងតុលាការមិនតិចជាងការប្តឹងហ្នឹងពិតណាស់រដ្ឋាភិបាលយើងបានរៀបចំប្តឹងហើយម៉េចឥឡូវសិក្សាពាក្យប្តឹងដល់ណាហើយណាសិក្សាពាក្យប្តឹងដល់ណាហើយហើយក៏បានតែនិយាយទេហើយបើយើងពិតជាមានវិធីសាស្ត្រដោះស្រាយព្រំដែនមែនយើងមានកលឧបាយយើងមានសិលវិធីសម្រាប់ដោះស្រាយព្រំដែនមែនយើងគួរណាស់តែខិតខំដោះស្រាយព្រំដែនហ្នឹងទៅដើម្បីឲ្យបានលទ្ធផលឲ្យប្រជាពលរដ្ឋហ្នឹងគាត់មើលឃើញណាឲ្យបានលទ្ធផលទៅប្រជាពលរដ្ឋគាត់មើលឃើញហើយដល់ពេលឯងដឹងតែខ្លួនឯងហ្នឹងចេះដោះស្រាយព្រំដែនខ្លួនឯងមានលទ្ធភាពដោះស្រាយព្រំដែនដែរប៉ុន្តែអត់ខិតខំប្រឹងដោះស្រាយព្រំដែនឲ្យបានលទ្ធផលទេគឺតែពីមករករឿងរដ្ឋាភិបាលក្នុងស្រុកហ្នឹងណាឥឡូវអ្នកជឿសំរងសៀងគាត់តែប៉ុណ្្នឹងទេបើមេអញគាត់ខ្លាំងខាងដោះស្រាយព្រំដែនគាត់មានវិធីសាស្ត្រដោះស្រាយព្រំដែនមែនគាត់ខំដោះស្រាយទៅណាមិនបានគាត់មករករឿងតែរដ្ឋាភិបាលនេះទៅអីតែកាលណាគាត់រកវិធីដោះស្រាយគាត់ធ្វើបានជោគជ័យគាត់ដោះស្រាយបានគេជឿឯងហើយឈ្នះរដ្ឋាភិបាលក្នុងស្រុកឯងតែម្ដងឈ្នះអូតូម៉ាទិកតែម្ដងចាំបាច់មកស្រ័យតកូលហ៊ុនស្កេមអនឡាញកំចាត់តកូលហ៊ុនលួលតកូលហ៊ុនដេញតកូលហ៊ុនពីពេញមិនបាច់ទេតែឯងងំគ្នាមកក្រុមទៅដោះស្រាយព្រំដែនបានជោគជ័យថៃលែងហ៊ានឈ្លានពានបោះបកគោព្រំដែនបានជោគជ័យអាហ្នឹងហើយគឺជាលទ្ធផលជោគជ័យរបស់រដ្ឋាភិបាល$23នោះហើយរឿងដេញមិនដេញអីនោះគេមើលចាស់ស្ដាយអញ្ចឹងប៉ុន្តែថាឯងគ្រាន់តែគ្រាន់តែចម្លាគ្រាន់តែបំភ័យគ្រាន់តែអត់ដេញស្រែកចោលដើម្បីវាយប្រហារសម្ដេចតេជោសម្ដេចធិបតីទេឯងប្រផេះហើយអាផេះ